សូមជូនរឿងស្រីមេយាដកខ្ញីមានបុរសម្នាក់និងស្ត្រីម្នាក់ជាប្តីប្រពន្ធនៅក្នុងស្រុកមួយប្តីជាមនុស្សចិត្តត្រង់តែគ្មានប្រាជ្ញាឯនាងប្រពន្ធនោះជាស្រីចិត្តមិនត្រង់នឹងប្តីតែចេះមាយាច្រើនមានថ្ងៃមួយនាងជាប្រពន្ធមានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ដោយឃ្លាតគ្នាយូរហើយតែមិនដឹងជាធ្វើម្ដេចនឹងបានទៅជួបបានព្រោះភូមិនោះនៅឆ្ងាយពីគ្នាបើដើរទៅខ្លាចខ្មោចលងនាងប្រពន្ធក៏និយាយនឹងប្តីថាអ្នកអើយល្ងាចនេះយើងទៅរកទិញមាន់មួយមកធ្វើស៊ីបាយម្ដងអ្នកចង់ស៊ីទេប្តីក៏តបវិញថាចង់ស៊ីដែរប្រពន្ធថាខ្ញុំចង់ស៊ីខួខ្ញីប្តីក៏និយាយថាអញក៏ចង់ស៊ីខួខ្ញីដែរថាហើយក៏បបួលគ្នាចុះដើរទៅទិញមាន់អ្នកស្រុកនៅភូមិផ្ទះសហាយនោះប្តីនិងប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះនាងប្រពន្ធដើរបែកពីប្តីទៅជួបសហាយវានិយាយកិច្ចកលផ្សេងរួចជួបនឹងប្តីវិញហើយប្រាប់ថាអ្នកអើយផ្ទះឯណោះគេមានលូកគេប្រាប់ខ្ញុំអំបញ្ញមិញប្តីក៏ព្រមទៅតាមប្រពន្ធប្រាប់ក៏ទៅទិញបានមេមាន់មួយយួរត្រឡប់មកផ្ទះវិញពេលនោះជាពេលពុនប្រលប់ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើជាមេយាគប់ទ្រូងហើយថាអោអ្នកអើយភ្លេចដូចគេរលត់ទៅហើយប្តីសួរថាភ្លេចអីប្រពន្ធប្រាប់ថាភ្លេចខ្ញីទៅហើយអ្នកបើដូច្នេះអ្នកឯងនៅនឹងសិនចុះខ្ញុំរត់ទៅវិញទើបវាឆាប់ហើយនាងក៏រត់ទៅប្តីក៏ឈរចាំប្រពន្ធឯប្រពន្ធកាលឃ្លាតពីប្តីហើយក៏កិច្ចទៅជួបនឹងប្រុសសហាយខ្លួនហេតុតែរលឹកសហាយខ្លាំងពេកក៏ប្រះដេកទៅដីមិនរកផ្ទះសម្បែងទេដោយប្រញាប់ជួបប្តីវិញឯបរិសសហាយនោះក៏ទទួលភារកិច្ចនាងនោះទៅរួចហើយនាងនោះក៏យកខ្ញីពីសហាយហើយផ្ដាំថាល្ងាចនេះឲ្យអ្នកបងចាំមើលបើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះនិយាយកិច្ចសពគ្រប់ហើយនាងនោះក៏ត្រឡប់មកឯប្តីដើមវិញដីដែលប្រះដេកនោះក៏នៅជាប់នឹងខ្នងមិនទាន់បោះនៅឡើយព្រោះដើរដោយប្រញាប់លុះដើរមកដល់កន្លែងប្តីហើយក៏សើចក្អាកក្អាយនិយាយទៅកាន់ប្តីថាបើអ្នកឃើញអំបែងមិញមុខជាសើចខ្ញុំដាច់ខ្យល់ស្លាប់ទៅហើយប្តីសួរថាសើចអីប្រពន្ធតបថាណែអ្នកមើលខ្នងខ្ញុំបោះឲ្យបន្តិចមកនឹងហើយខ្ញុំដកខ្ញីវារបូតដៃទាំងអស់ក៏ដួលផ្ងាទៅក្រោយបះជើងជ្រងបានជាដីប្រឡាក់ខ្នងខ្ញុំអស់ប្តីមិនដឹងក៏បោះខ្នងឲ្យប្រពន្ធទៅរួចហើយក៏នាំគ្នាទៅផ្ទះដាំបាយធ្វើម្ហូបដោយធ្វើមាន់នោះហូបពេលហូបហើយមេឃក៏ងងឹតប្រពន្ធនិយាយនឹងប្តីថាអ្នកផ្លុំបៃទៅខ្ញុំនឹងស្ដាប់ប្តីក៏យកបៃមកផ្លុំប្រពន្ធដេកស្ដាប់បន្តិចទៅក៏រំកិលដេកកើយភ្លៅប្តីហើយថាពីរោះណាស់អ្នកអើយអ្នកផ្លុំបៃភ្នែកមើលរុនបៃដែរឬទេបើអ្នកមិនមើលរុនធ្វើម្ដេចនឹងចាប់បើកបត់ឲ្យត្រូវទំនុកទៅប្តីតបថាមិនបាច់មើលរុនទេព្រោះដៃស្ទាត់ទៅហើយក៏ចំណាំរុនផងប្រពន្ធថាបើដូច្នេះខ្ញុំនឹងបិទភ្នែកអ្នកទាំងពីរមើល
អ្នកនៅតែផ្លុំពីរោះដូចដើមដែរឬទេប្តីតបថាបិទចោះក៏នៅតែផ្លុំពីរោះដូចមុនដែរនាងនោះក៏បិទភ្នែកប្តីទាំងពីររួចក៏កន្ធែកជើងឲ្យសហាយនោះឃើញបុរសសហាយឃើញស្រីសហាយខ្លួនបិទភ្នែកប្តីបានហើយកន្ធែកជើងឲ្យជាសញ្ញាដូច្នោះក៏ចូលទៅរួមសង្វាស់នឹងនាងនោះទៅលុះសហាយនោះថយចេញទៅប្រពន្ធលែងបិទភ្នែកប្តីនោះក៏មិនអាចដឹងដល់កិច្ចកលនាងនោះឡើយព្រោះហេតុនេះបានជាមានពាក្យបុរាណថាមាយាដកខ្ញីមានទាំងទំនុកច្រៀងផងថាស្រីមាយាដកខ្ញីស្រីអើយនាងស្រីទៅដកខ្ញីដកដួលទាំងខ្លួនកាលដកលើកមុនតូចតន់លាក់ពួនដកក្រាយសំនួនផ្ទុញឲ្យប្តីស្លាប់ប្តីនាងអ្នកផ្លុំនាងសុំធ្វើត្រាប់បន្ទើអើងអាប់ចប់បត់អ៊ំទូកកុំពុតស្រឡៅកុំប្រដៅស្រីខូច